លក្ខណៈពិសេសរបស់ស្ពាននេះមិញឯកឧត្តមអុកញ៉ាពងគៀវសែគាត់បានប្រាប់ថាស្ពាននេះគឺដឹកនាំសាងសង់ដោយកូនខ្មែរតែម្ដងដោយវិស្វករខ្មែរសុទ្ធអញ្ចឹងនេះគឺជាមោទនភាពរបស់យើងដែលបញ្ជាក់អំពីការវឌ្ឍនភាពនៃការកសាងសមិទ្ធផលធំធំជូនខ្មែរយើងដោយកូនខ្មែរនេះគឺសូមអបអរសាទរហើយចក្ខុវិស័យរបស់ក្រុមហ៊ុនដែលអុកញ៉ាបានប្រាប់មិនខុសពីកម្ពុជាទេយើងចង់ធ្វើម៉េចជាជំហានយើងមានសមត្ថភាពក្នុងការកសាងអភិវឌ្ឍប្រទេសរៀបចំគ្រប់គេថាដំណាក់ទាំងផែនការនិងការដឹកនាំធ្វើការត្រួតពិនិត្យនិងការធ្វើកិច្ចការងារផ្សេងជាពិសេសពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់មានស្ពានអាកាសមានអគារច្រើនជាន់មានពលានយន្តហោះធំកម្រិតធំដែលថាយើងឈានទៅដល់ការបណ្ដុះបណ្ដាលអនុវត្តហើយឈានទៅថ្ងៃក្រោយគឺធនធាននៅក្នុងប្រទេសយើងតែម្ដងហើយនេះហើយគឺជាអ្វីដែលជាការកសាងនិងអភិវឌ្ឍប្រទេសព្រោះកសាងមួយបើន័យថាយើងហៅពីណាកសាងក៏បានដែរជាប់យើងនៅពឹងគេរហូតជំនាញគេមកគេទៅវិញបាត់គេធ្វើជំនួសយើងប៉ុន្តែការអភិវឌ្ឍប្រទេសគឺបើន័យថាកសាងសមិទ្ធផលកសាងនូវភាពប្រែប្រួលជាសំខាន់ដែលមានចីរភាពហើយសមត្ថភាពដែលមានចីរភាពគឺគ្មានអីក្រៅពីផ្ទេរជំនាញ2អ្នកជំនាញបរទេសដែលមកជួយជំនាញពីក្រៅប្រទេសដែលយើងទៅរៀននៅក្រៅប្រទេសទៅធ្វើការក្រៅប្រទេសចូលមកជាធនធានក្នុងប្រទេសយើងដែលយើងអាចប្រើប្រាស់គ្រប់ពេលវេលាទាំងអស់នេះហើយការអភិវឌ្ឍធនធានមនុស្សនិងការអភិវឌ្ឍប្រទេសដោយចីរភាពគឺកសាងនៅសមត្ថភាពដែលជារបស់យើងសុទ្ធគេហៅកុំចាំបាច់ពឹងដង្ហើមគេដកធ្វើផ្ទះធ្វើស្ពានពីមុនយើងធ្វើអាគារមួយជាន់យើងធ្វើខ្លួនឯងអាច្រើនជាន់ឡើងយើងត្រូវពឹងតែឥឡូវយើងធ្វើខ្លួនឯងទីស្តីការគណៈរដ្ឋមន្ត្រីដែលហៅថាវិមានសន្តិភាពគឺជាអាគារធំមួយរបស់ជាតិរបស់យើងដែលធ្វើដោយកូនខ្មែរគូសដោយកូនខ្មែរផ្ទាល់ហើយខ្ញុំតែងតែប្រាប់ភ្ញៀវថ្នាក់ដឹកនាំជាន់ខ្ពស់មកជួបខ្ញុំថាអាគារនេះមានលក្ខណៈពិសេសពីរទី1គឺឈ្មោះអាគារសន្តិភាពគឺតំណាងនៅតម្លៃធំបំផុតដែលកម្ពុជាប្រជាជនយើងដាក់ឲ្យគឺសន្តិភាពដែលយើងចង់បានទី2គឺសមិទ្ធផលធំដំបូងរបស់ជាតិរបស់យើងសម្រាប់ថ្នាក់ដឹកនាំកម្ពុជាដែលធ្វើដោយកូនខ្មែរ 100%